និយាយពីរាល់ថ្ងៃកាត់កៅអៅលែងត្រូវក្បួនអស់ហើយដោយសារតែក្បួនដែលយើងរៀនគឺរៀនតាមរៀងដែលស្តង់ដារប៉ុន្តែរៀងរបស់ភ្ញៀវយើងរាល់ថ្ងៃហ្នឹងគឺថាអ្នកខ្លះក៏ត្រូវស្តង់ដារតែអ្នកខ្លះអត់ត្រូវស្តង់ដារទេអញ្ចឹងហើយរាល់ថ្ងៃនេះគឺថាកែច្នៃចេញបញ្ចូលក្បួនខ្លះតាមរៀងរបស់ភ្ញៀវនិងបទពិសោធន៍ដែលយើងធ្លាប់ឆ្លងកាត់អញ្ចឹងណារៀងភ្ញៀវបែបណាយើងគួរកាត់បែបណាអញ្ចឹងទៅសូម្បីតែសពុតសិបតនេះក៏អញ្ចឹងដែរសពុតខ្លះគឺថាមានជីបតាគៀងដល់ទៅ6សពុតខ្លះទៀតមានជីបតាគៀតែ4ទេហើយមូលហេតុដែលខុសគ្នានោះគឺដោយសារតែភ្ញៀវខ្លះគាត់មានតាគៀធំភ្ញៀវខ្លះទៅគាត់មានតាគៀតូចចឹងទៅចឹងហើយយើងមើលតាមទម្រង់របស់ភ្ញៀវមានតាគៀបែបណាបើថាអ្នកតាគៀធំគឺយើងជីប6អ្នកតាគៀយ៉ាងតូចទៅយើងជីបតែ4ទេសម្រាប់បងជាងដេផ្សេងគាត់មានបែបបត់និងក្បួនបែបណាគឺខ្ញុំមិនដឹងទេប៉ុន្តែសម្រាប់របស់ខ្ញុំគឺថាខ្ញុំរៀនតាមក្បួនរបស់ខ្ញុំចឹងទៅហើយពេលខ្លះទៀតគឺខ្ញុំបញ្ចេញបញ្ចូលបន្ថែមខ្លះទៀតទៅតាមរៀងដូចថារបស់ភ្ញៀវចឹងទៅយើងធ្លាប់កាត់ចឹងថាបែបណាមើលទៅសមអីចឹងណាអញ្ចឹងហើយជាងដេនីមួយគឺថាត្រូវចេះបែកត្រូវចេះកែច្នៃខ្លួនឯងខ្លះបានកាត់កៅឲ្យភ្ញៀវកើត